រសៀលថ្ងៃទី22ខែមេសាឆ្នាំ2025នេះសម្ដេចអគ្គប្រមុខបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាបានចាត់ឯកឧត្តមយូឡាណាអគ្គលេខាធិការរងទី2កាកបាទក្រហមកម្ពុជាបាននាំយកស្បៀងសម្ភារៈចំនួន500គ្រួសារនិងថវិកា50លានរៀលជូនសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារពិធីនេះរៀបចំឡើងនៅទីស្នាក់ការសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារជាមួយគ្នានេះឯកឧត្តមយូឡាណាបាននាំប្រសាសន៍ផ្ដាំផ្ញើសុខទុក្ខរបស់សម្ដេចគតិប្របណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាជូនចំពោះថ្នាក់ដឹកនាំក្រុមប្រតិបត្តិសាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារនិងកោតសរសើរពីការលះបង់ទាំងកម្លាំងកាយនិងកម្លាំងចិត្តក្នុងការផ្តល់សេវាមនុស្សធម៌ដើម្បីជួយដល់បងប្អូនប្រជាពលរដ្ឋងាយរងគ្រោះនិងរងគ្រោះបំផុតបានឆាប់រហ័សនិងទាន់ពេលវេលាឯកឧត្តមបានបន្តថាបច្ចុប្បន្ននេះពិភពលោករួមទាំងកម្ពុជាកំពុងប្រឈមនឹងវិបត្តិអាកាសធាតុរួមមានការប្រែប្រួលអាកាសធាតុនិងការបំពុលបរិស្ថាននៅក្នុងត្រីមាសទី1នេះប្រទេសកម្ពុជាបានទទួលរងឥទ្ធិពលខ្លាំងលើរបបខ្យល់មូសុងនិងស្ថានភាពភ្លៀងធ្លាក់កក់ខែបានធ្វើឲ្យប៉ះពាល់ជិត20ខេត្តនិងរំនៅឋានប្រជាពលរដ្ឋជាង2500ខ្នងហើយក្រៅពីនេះបញ្ហាខ្យល់ពុលមានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរក្រុមការដឹកនាំប្រកបដោយគតិបណ្ឌិតដ៏ខ្ពង់ខ្ពស់សម្ដេចគតិប្រមុខប្រធានកាកបាទក្រហមកម្ពុជាទាំងទីថ្នាក់ការកណ្ដាលនិងសាខាកាកបាទក្រហមកម្ពុជាទាំង25រាជធានីខេត្តបានធ្វើការឆ្លើយតបយ៉ាងសកម្មជូនប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្តរាយវិបត្តិភ័យនានាទូទាំងប្រទេសជាក់ស្ដែងនៅថ្ងៃនេះសម្ដេចគតិប្រមុខប្រធានបានសម្រេចផ្ដល់ស្បៀងសម្ភារៈសម្រាប់500គ្រួសារនិងថវិកា50លានរៀលជូនសាខាកាកបាទកម្ពុជាខេត្តព្រះវិហារដើម្បីត្រៀមបង្ការពេលមានគ្រោះមហន្តរាយនៅក្នុងរដូវវស្សាខាងមុខនេះហើយថ្ងៃស្អែកក្រុមការងារកាកបាទក្រហមកម្ពុជាទាំងថ្នាក់កណ្ដាលនិងសាខានឹងចុះសួរសុខទុក្ខដល់អំណោយមនុស្សធម៌ចំនួន100គ្រួសារនៅស្រុកខ្ចំសានផងដែរលោកជំទាវចឹកហេងអនុប្រធានអចិន្ត្រៃយ៍សាខាកាកបាទក្រហមកម្ពុជាខេត្តព្រះវិហារតំណាងប្រជាពលរដ្ឋក្នុងខេត្តទាំងអស់បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះសម្ដេចគតិប្របណ្ឌិតបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់សុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋដោយមិនទុកនរណាម្នាក់ចោលឡើយជាក់ស្ដែងនៅថ្ងៃនេះសម្ដេចបានផ្ដល់ស្បៀងនិងសម្ភារៈព្រមទាំងថវិកាសម្រាប់ត្រៀមជួយដល់បងប្អូនប្រជាពលរដ្ឋដែលរងគ្រោះនិងងាយរងគ្រោះបំផុតនៅរដូវវស្សាខាងមុខនេះនិងសូមបួងសួងដល់វត្ថុស័ក្តិសិទ្ធិក្នុងលោកនិងប្រសិទ្ធពរជ័យសិរីមង្គលបវរមហាប្រសើរជូនចំពោះសម្ដេចគតិប្រមុខបូរនីហ៊ុនសែនប្រធានកាកបាទក្រហមកម្ពុជាទទួលបាននៅសុខភាពល្អបរិបូរណ៍កម្លាំងខ្លាំងក្លាជនមានអាយុយឺនយូរបញ្ញាឆ្លៀសវៃដើម្បីបន្តបេសកកម្មដ៏ឧត្តមឧត្តមដឹកនាំស្ថាប័នកាកបាទក្រហមកម្ពុជានិងរួមចំណែកអភិវឌ្ឍមាតុភូមិកម្ពុជាឲ្យកាន់តែរីកចម្រើនសម្បូរសប្បាយជានិរន្តរ៍